ខ្ញុំម្ចាស់នាងខ្ញុំភូមិលក្ខណៈសូមក្រាបថ្វាយបង្គំព្រះធេរានុធេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមគោរពជំរាបសួរអាដាមលោកជំទាវលោកស្រីអ្នកនាងកញ្ញាដែលកំពុងតែទស្សនាការផ្សាយផ្ទាល់នៅលើគេហទំព័រ Facebook ទាំងអស់ជាទីគោរពនិងជាទីមេត្រីជាបន្តសូមគោរពអញ្ជើញប្រិយមិត្តទូរទស្សនិកជនទស្សនានីតិសុខភាពដែលនីតិយើងតែងតែធ្វើការផ្សាយផ្ទាល់រៀងរាល់ថ្ងៃអង្គារចាប់ពីវេលាម៉ោង2ដល់ម៉ោង3រសៀលប្រិយមិត្តជាទីគោរពនិងជាទីមេត្រីគោលបំណងនីតិសុខភាពដើម្បីឲ្យលោកអ្នកបានយល់ដឹងអំពីការបញ្យល់ការបកស្រាយការណែនាំក៏ដូចជាការផ្ដល់នូវដំបូន្មានល្អៗពីវិជ្ជាបណ្ឌិតជំនាញឬក៏អ្នកឯកទេសផ្នែកសុខភាពនាំឲ្យយើងទាំងអស់គ្នាចេះថែទាំសុខភាពឲ្យបានល្អទាំងកាយនិងទាំងចិត្តចាស់ប្រិមត្តទីគ្រប់និងជាទីមេត្រីមុននឹងឈានទៅដល់នីតិសុខភាពដែលនឹងធ្វើកិច្ចសម្ភាសនៅពេលបន្តិចទៀតនេះខ្ញុំសូមអនុញ្ញាតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់រមណីយដ្ឋានភូមិសក្ខារាវីទេសភាពស្រុកកំណើតយើងគ្រប់គ្រងកសិផលម្ហូបអាហារខ្មែរយើងដើម្បីសុខភាពល្អសម្រាប់ប្រជាជនយើងសូមតាក់ទងទូរស័ព្ទលេខ012 713 999ប្រិយមិត្តទីគោរពនិងជាទីមេត្រីនៅថ្ងៃនេះផងដែរនីតិសុខភាពនឹងលើកយកប្រធានបទមកធ្វើកិច្ចសម្ភាសស្ដីអំពីជំងឺមុខក្រហមដែលនឹងមានការចូលរួមបកស្រាយដោយលោកវិជ្ជបណ្ឌិតព្រំផានិតឯកទេសជំងឺសើស្បែក laser និងជាអនុបណ្ឌិតផ្នែកជំងឺឆ្លងតំបន់ត្រូពិចនិងបម្រើការងារនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនិងជាប្រធាន clinic សើស្បែកណង់ស៊ីចា៎នេះខ្ញុំសូមអនុញ្ញាតគ្រប់ក៏ដូចជាស្វាគមន៍ទៅកាន់លោកចំណេះតែម្ដងចា៎សូមគ្រប់ជំរាបសួរជំរាបបាទជំរាបសួរលក្ខណៈបាទសុខសប្បាយទេថ្ងៃនេះសុខសប្បាយទេលក្ខណៈវិញអត់អីចាសុខទុក្ខធម្មតាចាអរគុណច្រើនចាសូមគោរពអរគុណដែលលោកចំណិតលោកតែងតែមានវត្តមាននៅក្នុងការចូលរួមផ្ដល់កិច្ចសម្ភាសន៍នីតិសុខភាពដើម្បីចែករំលែកនៅចំណេះដឹងក៏ដូចជាបទពិសោធន៍តាក់ទងទៅនឹងជំងឺសើស្បែកនីមួយៗដើម្បីជូនទៅដល់ប្រិយមិត្តដែលកំពុងតែស្ដាប់ផងដែរអញ្ចឹងដើម្បីឲ្យប្រិយមិត្តរបស់យើងមានការយល់ដឹងកាន់តែច្បាស់ថាអ្វីដែលយើងហៅថាជំងឺមុខក្រហមនេះខ្ញុំសូមឈានទៅដល់កិច្ចសម្ភាសន៍ជាមួយនឹងលោកចំណិតតែម្ដងចាជាដំបូងនេះខ្ញុំសូមគោរពជំរាបសួរទៅកាន់លោកចំណិតសូមឲ្យលោកចំណិតជួយបញ្យល់ជូនប្រិយមិត្តដែលកំពុងតែស្ដាប់ហ្នឹងថាតើអ្វីទៅដែលយើងហៅថាជំងឺមុខក្រហមហើយជំងឺមុខក្រហមនេះតើជាទូទៅតើមានការបែងចែកជាប្រមាណប្រភេទដែរចាសូមគោរពជើញតែម្ដងចាបាទជាបឋមខ្ញុំសូមលើកថ្វាយបង្គំព្រះធេរានុធេរៈគ្រប់ព្រះអង្គសូមគោរពឯកឧត្តមលោកជំទាវនិងប្រិយមិត្តទាំងអស់ជាទីគោរពបាទអញ្ចឹងយើងថ្ងៃនេះខ្ញុំចង់បកស្រាយជំងឺមួយដែលតាក់ទងនឹងជំងឺគេហៅក្រហមមុខឬក៏ជំងឺមុខក្រហមដែលជាភាសាអង់គ្លេសគាត់ហៅថាជា rosacea បាទបើគិតមែនទែនទៅជំងឺហ្នឹងវាមានប្រភេទវាជាទម្រង់ច្រើនប៉ុន្តែខ្មែរយើងច្រើនតែហៅថាជាជំងឺមុខក្រហមចា៎បាទទម្រង់បន្តិចទៀតខ្ញុំនឹងបកស្រាយទម្រង់ប៉ុន្តែនេះគឺជានិយមន័យថាជាជំងឺមួយដែលមានមុខក្រហមហើយនឹងមានសរសៃរីកនៅតាមផ្នែកក្រហមនឹងតែម្ដងបាទចាចាអរគុណច្រើនលោកអ្នកដែលបានជំរាបជូនអំពីជំងឺមុខក្រហមនេះគឺថាវាមានមុខក្រហមនិងដូចជាសរសៃឃើញក្រហមនឹងមុខអញ្ចឹងតើទន្ទឹមទាំងអស់ហ្នឹងតើយើងមានលក្ខណៈសម្គាល់បែបណាទៀតទេក្រៅពីឃើញសរសៃក្រហមនេះលោកចំណិតចាបាទដោយសារទម្រង់របស់ជំងឺហ្នឹងវាមាន4ប្រភេទអញ្ចឹងយើងចង់បញ្ជាក់ច្បាស់ថាទម្រង់ទី1ហ្នឹងគឺជាទម្រង់ដែលមានផ្នែកក្រហមមុខគេហៅថា erythema ពាក្យភាសាអង់គ្លេសហៅ erythema ក្រហមហើយបើយើងពិនិត្យមែនទែនឃើញសរសៃតូចរវាមនៅកន្លែងហ្នឹងហើយវាភាគច្រើនគឺកើតនៅតំបន់គេហៅដែលពកគឺដូចជាពណ៌នេះហ្នឹងបាទថ្ងាសឲ្យតែកន្លែងនេះរៀងពកហ្នឹងគឺវាច្រើនចេញមកតែម្ដងបាទនេះជាទម្រង់ទី1ទម្រង់ទី2ជាទម្រង់ដែលមានក្រហមហើយមានសរសៃឈាមនៅកន្លែងហ្នឹងហើយក៏មានពកដូចជាក្របមុនបាទក្របមុននៅកន្លែងហ្នឹងតែម្ដងហើយនឹងមានខ្ទុះនៅពីលើក្របហ្នឹងតែម្ដងបាទហ្នឹងជាទម្រង់ទី2ចំពោះទម្រង់ទី3ទម្រង់ទី3មានមុខក្រហមហើយក៏មានប៉ះពាល់ទៅលើផ្នែកច្រមុះយើងគេហៅក្រហមនៅផ្ទៃផ្នែកច្រមុះហើយមានពកលើផ្នែកច្រមុះពេលខ្លះរីកច្រមុះធំតែម្ដងហើយទម្រង់ដែលចូលទី4នោះគឺជាទម្រង់មួយដែលក្រហមទាំងមុខហើយមានរលាកទៅលើផ្នែកភ្នែកជាពិសេសគឺតាមចិញ្ចើមភ្នែកនៅតែម្ដងតាមរោមភ្នែកបាទគឺក្រហមទាំងភ្នែកផងរោមភ្នែកផងនេះហើយជាទម្រង់ដែលគេហៅថាជំងឺក្រហមមុខមានសរសៃរីក
នឹងគេហៅថាជាជំងឺរោសាសៀបាទ ចាអរគុណច្រើនដល់លោកចរិតបានជំរាបជូនយ៉ាងក្បោះក្បាយអំពីប្រភេទនៃជំងឺក្រហមមុខនេះដោយសារតែនាងខ្ញុំធ្លាប់ការៈដែលរោគសញ្ញាដែលលោកចរិតបានលើកឡើងធ្លាប់ឃើញថាបងអូនស្រីយើងគាត់តែងតែលាបម្សៅទៅវាស្ដាងមុខតើហើយសញ្ញាវាក្រហមដូចគ្នាតើវាប្រភេទខុសគ្នាយ៉ាងម៉េចដែរចាសំណួរនេះល្អមែនទែនខាងលក្ខណៈគាត់បានសួរហ្នឹងគឺជាទម្រង់មួយដែលយើងជួបញឹកញាប់ជាងគេគឺគាត់បានលាបថាម្សៅក៏បានប៉ុន្តែមានម្សៅហ្នឹងគឺមានសារធាតុមួយហៅ steroid ចានិង steroid ហ្នឹងគឺដោយសារគេលាយចូលក្នុងម្សៅក្នុងគ្រីមឬមួយជា gel ហ្នឹងយកមកលាបលើមុខដើម្បីតាមពិតអាម្សៅឬក៏ gel ហ្នឹងឬក៏គ្រីមហ្នឹងគេយកមកលាបដើម្បីពេលលាបមុខឬក៏អ្នកមិនយល់គាត់ចង់យកលាបឲ្យសបាទដល់ពេលលាបយូរទៅរយៈពេលកាន់តែច្រើនសប្តាហ៍ឬចូលខែចូលឆ្នាំទៅវាធ្វើឲ្យមុខយើងស្ដើងតែម្ដងពេលហ្នឹងស្ដើងហើយចាប់ផ្ដើមមានសរសៃរីកហ្មងណាមើលទៅគឺសរសៃរបៀមហើយស្ដើងហ្នឹងក៏ជាទម្រង់មួយដែរប៉ុន្តែគេឲ្យឈ្មោះផ្សេងមួយទៀតគេហៅថា post-steroid rosacea មានន័យថាក្រោយពីលាបហើយសារធាតុហ្នឹងឲ្យធ្វើឲ្យយើងកើតមុខក្រហមហើយសរសៃនឹងតែម្ដងបាទចាសូមអរគុណច្រើនដល់លោកជំរិតដែលបានបន្ថែមអំពីបញ្ហាទាំងអស់នេះចង់ដឹងថាតកតងទៅនឹងជំងឺក្រហមមុខឬក៏មុខក្រហមហ្នឹងភាគច្រើនកើតទៅលើវ័យណាដែរលោកជំរិតចាយើងជួបបើសិនជាយើងលើកឡើងពីការលាបគឺការលាបគឺជំរង20 25ឆ្នាំទៅ30ឆ្នាំហ្នឹងគឺច្រើនដែលគាត់លាបឲ្យធ្វើឲ្យមានមុខក្រហមណាហ្នឹងគឺគេហៅ post-steroid rosacea ហ្នឹងប៉ុន្តែមានទម្រង់ដែលយើងលើកឡើង4មិញនេះគឺភាគច្រើនយើងរកឃើញមនុស្សអាយុពី30ទៅ60ឆ្នាំបាទគឺច្រើនមែនទែននៅចន្លោះហ្នឹងបាទហើយជាពិសេសគឺស្ត្រីច្រើនជាងបុរសចាស្ត្រីច្រើនជាងចាអរគុណច្រើនចាអញ្ចឹងជំរាបសួរផងដែរថាតកតងទៅនឹងជំងឺដែលក្រហមមុខក្រហមដែលចេញសរសៃហ្នឹងភាគច្រើនវាកើតតែរយៈពេលខ្លីឬក៏អូសបន្លាយរយៈពេលរាប់ឆ្នាំដែរចាតាមនិយមន័យរបស់ជំងឺរោសាសៀនហ្នឹងគេហៅថាជាជំងឺមួយគេហៅ chronic បកប្រែជាភាសាខ្មែរថារ៉ាំរ៉ៃបាទមានន័យថាតកើតហើយដូចវាធ្វើឲ្យមានរ៉ាំរ៉ៃមែនតែម្ដងមានន័យថាពេលដែលយើងព្យាបាលទៅមិនបានជោគជ័យ 100% ទេគឺជាហើយធូរថយហើយវាលាប់មកវិញតែម្ដងហ្នឹងយើងជួបប្រទះហ្នឹងហៅថាជំងឺហ្នឹងជាជំងឺរ៉ាំរ៉ៃបាទចាអរគុណច្រើនចាអញ្ចឹងប្រិមិត្តដែលកំពុងតែស្ដាប់និងចង់ដឹងអំពីមូលហេតុចម្បងឬក៏ជាកត្តាប្រឈមដែលបង្កឲ្យយើងមានមុខក្រហមអញ្ចឹងជំរាបសួរទៅកាន់លោកចិត្តតែម្ដងថាតើវាមានមូលហេតុសំខាន់អ្វីដែលធ្វើឲ្យយើងនឹងកើតនៅជំងឺក្រហមមុខនេះចាយើងមូលហេតុធំមែនទែនថាហេតុអីបានបង្កឲ្យមានជំងឺរោសាសៀននេះក្រៅពីយើងលើកឡើងអំពីដែលយើងលាបលេឬក៏លាបគ្រីមអីដែលមាន steroid មិញឲ្យក្រហមហ្នឹងអាហ្នឹងមូលហេតុមកពីលាបហ្នឹងប៉ុន្តែជំងឺដែលយើងលើកឡើងមុខក្រហមដទៃទៀតនេះគឺមូលហេតុធំរបស់វាហ្នឹងគេអត់ឃើញច្បាស់ទេគេមិនដឹងថាមកពីអីទេប៉ុន្តែគេឃើញមានកត្តាប្រឈមទៅវិញកត្តាប្រឈមទី1គេឃើញមានការរីកលូតលាស់នៃពពុះគេហៅពួកដូចចៃអញ្ចឹងគេហៅនៅលើមុខអញ្ចឹងហៅម៉ៃគេហៅ Demodex ម៉ៃពាក្យទៀតហ្នឹង Demodex follicularome ម៉ៃនៅលើមុខយើងពេលដែលយើងពេលក្រហមមុខទៅពេលដែលគេយកទៅមើលមីក្រូស្កូបគេឃើញអាចៃនឹងច្រើនមែនតើណានៅលើមុខយើងហ្នឹងហើយអញ្ចឹងកត្តាទី1កត្តាទី2គឺគេរកឃើញថាមកពីក្តៅពេកពេលខ្លះគាត់ក្តៅហាលថ្ងៃពេកត្រូវថ្ងៃត្រូវអីចឹងទៅវាធ្វើឲ្យមានមុខហ្នឹងបញ្ហាហ្នឹងហើយទី3គឺអាចមកពីយើងហូបដោយម្ទេសបាទម្ទេសហើយហ្នឹងគឺឲ្យតាចំណីណាដែលធ្វើឲ្យមានក្តៅឲ្យក្តៅហ្នឹងគឺជាកត្តាមួយដែលធ្វើឲ្យមានបញ្ហាមួយមុខហ្នឹងកាន់តែខ្លាំងឡើងតែម្ដងមានន័យថាមូលហេតុពិតវាអត់ឃើញទេប៉ុន្តែជាកត្តាជំរុញឲ្យមានគ្រោះថ្នាក់បាទណាហ្នឹងហើយមាន stress ណាការ stress ហ្នឹងក៏ជាដែលយើងតាដេកមិនលក់ដេកមិនអីហ្នឹងក៏ជាកត្តាមួយដែរហើយកត្តាចុងក្រោយមួយទៀតគេឃើញមានអ្នកដែលមានប្រព័ន្ធការពាររាងកាយនេះរៀងខ្សោយជាពិសេសគាត់កាន់តែចាស់ទៅធ្វើឲ្យប្រព័ន្ធកាន់យ៉ាងកើតកាន់ខ្សោយហ្នឹងក៏ជាកត្តាមួយដែលធ្វើឲ្យមានបញ្ហាហ្នឹងដែរថាមួយទៀតអាចមកពីគាត់ចុះទៅមុជទឹកក្តៅពេកហ្នឹងក៏ជាកត្តាដែលធ្វើឲ្យមានលាប់នៃជំងឺហ្នឹងដែរបាទ
ចាអរគុណច្រើនចាស់ដែលលោកប្រឌិតបានលើកឡើងអំពីបៀមិនមែនជាមូលហេតុតែវាជាកត្តាប្រឈមចាអរគុណចាអញ្ចឹងចង់ជំរាបសួរផងដែរថាតកតងទៅនឹងកត្តាសែនវិញឧទាហរណ៍ថាមានយាយមានម្ដាយដែលគាត់មានមុខក្រហមតាំងពីណាពីណីមកតើកូនគាត់អាចនឹងមានមុខក្រហមដែរទេចាមានការសិក្សាមួយចំនួនហាក់ដូចជាប្រវត្តិគ្រួសារដែរហ្នឹងណាដូចថាមានតនេះប៉ុន្តែវាខុសពីជំងឺខ្លះដែលមានគេហៅថាជំងឺ genetic ដែលថាមានដំណពូជចំពោះជំងឺនេះគឺមិនច្បាស់លាស់ថាជា genetic ទេគ្រាន់តែគឺឃើញមានអាចជាប្រវត្តិគ្រួសារអញ្ចឹងទេណាចាអរគុណដល់លោកយមដិតចាអញ្ចឹងអំបញ្ញលោកចន្ទិតបានលើកឡើងឲ្យថាកត្តា stress វាអាចនឹងធ្វើឲ្យយើងមានមុខក្រហមដែលការគេងអ្នកលក់អញ្ចឹងបើសិនជាអ្នកដែលគាត់មានជំងឺមុខក្រហមគាត់មានការ stress និងគាត់ចេះធ្វើការសមាធិតើការធ្វើសមាធិអាចធ្វើឲ្យអ្នកជំងឺមុខក្រហមអាចមានអារម្មណ៍ស្ងប់ដែរទេចំនួននេះក៏ល្អដែរលក្ខណៈគឺសំណួរដែលល្អមែនទែនព្រោះដោយសារកត្តាដែលយើង stress ច្រើនកត្តាដែលយើងគិតច្រើនយើងពិបាកចិត្តដែលដោះស្រាយមិនចេញនឹងធ្វើឲ្យប្រព័ន្ធរាងកាយយើងមួយចំនួនហ្នឹងវាថយចុះចឹងហើយកត្តាហ្នឹងគេឃើញថាវាហាក់ដូចជាជំរុញឲ្យមានជំងឺដែលយើងមានស្រាប់ហ្នឹងដូចក្រហមមុខហ្នឹងរឹតតែវាភ្លានគេហៅភ្លាឡើងតែម្ដងបាទភ្លាហ្នឹងមានន័យថាវាផ្ទុះក្រហមប្រហែលនាទីឡើងចឹងហ្មងណាបាទនេះជាកត្តាមួយដែលយើងអាចឃើញបញ្ហាហ្នឹងដែរបាទចាអរគុណច្រើនដល់លោកចន្ទិតបានលើកឡើងអំពីជុំវិញទៅនឹងជំងឺមុខក្រហមប្រិមត្តជាទីគោរពនិងជាទីមេត្រីនៅពេលនេះនីតិសុខភាពក៏សូមអនុញ្ញាតសម្រាប់មួយផ្លេតសិនចូលវិញនឹងធ្វើកិច្ចសម្ភាសជុំវិញទៅនឹងប្រធានបទជំងឺមុខក្រហមបន្តទៀតលោកនាងជាទីមេត្រីលោកនាងកំពុងតែទស្សនានីតិសុខភាពដែលយើងកំពុងតែជជែកពិភាក្សាជុំវិញប្រធានបទជំងឺមុខក្រហមដែលកំពុងតែមានការចូលរួមបកស្រាយដោយលោកវិជ្ជបណ្ឌិតព្រំផានិតឯកទេសជំងឺសើស្បែកនិង laser និងជាអនុបណ្ឌិតផ្នែក
ជំងឺឆ្លងតំបន់ត្រូពិចនិងបម្រើការងារនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនិងជាប្រធាន clinic សើស្បែកណង់ស៊ីចា៎ខ្ញុំក៏សូមអនុញ្ញាតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់រមណីយដ្ឋានភូមិសុខារាវីទេសភាពស្រុកកំណើតយើងគ្រប់គ្រងកសិផលម្ហូបអាហារខ្មែរយើងដើម្បីសុខភាពល្អសម្រាប់ប្រជាជនយើងសូមតាក់ទងទូរស័ព្ទលេខ012 713 999 ប្រិមិត្តទីគ្រប់និងជាទីមេត្រីកពីវគ្គមុនប្រិមិត្តបានជ្រាបកាន់តែច្បាស់ហើយជុំវិញទៅនឹងប្រធានបទជំងឺមុខក្រហមក៏ដូចជាកត្តាប្រឈមដែលបង្កឲ្យយើងនឹងកើតនៅជំងឺមុខក្រហមអញ្ចឹងនេះខ្ញុំសូមអនុញ្ញាតជំរាបសួរទៅកាន់លោកចំណិតជាថ្មីបន្តទៀតចាជំរាបសួរចំណិតចាជំរាបសួរថាតាក់ទងទៅនឹងបច្ចុប្បន្នការរស់នៅក៏ជាការទទួលទាននៅចំណីអាហារដូចថាហូបហិលក៏ដូចជាកាហ្វេក្តៅទឹកក្តៅអីហ្នឹងតើវាអាចជាមូលហេតុដែលធ្វើឲ្យយើងនឹងឡើងមុខក្រហមដែរទេចាបាទសំណួរក៏កាន់តែល្អមែនទែនហើយជាទូទៅបញ្ហារស់នៅសប្តាហ៍ថ្ងៃនេះគឺពាក់ព័ន្ធយើងក៏លេខមើលមែនទែនគឺអ្នកខ្លះគឺការហាត់ប្រាណការយើងចេញមកក្រៅត្រូវក្តៅត្រូវអីមកហូបចំណីអាហារវាមានការប្លែកគឺអ្វីដែលសំខាន់នោះគឺមួយគឺតាក់ទងទៅនឹងបើយើងគិតពីចំណីអាហារដែលមានក្តៅបាទចំណីក្តៅហើយជាពិសេសគឺដូចម្ទេសហ្នឹងគេហៅ spicy food ណា spicy food ហ្នឹងក៏ជាកត្តាមួយដែលគេហាមដែរនៅក្នុងជំងឺហ្នឹងវាជំរុញឲ្យជំងឺហ្នឹងកាន់តែធ្លាក់ឡើងបាទហ្នឹងទី2គឺការចុះត្រូវកម្ដៅត្រូវអីហ្នឹងក៏ជាកត្តាមួយសំខាន់ដែរធ្វើឲ្យជំងឺកាន់តែមានបញ្ហាឡើងហើយដូចយើងចូលទៅវហាត់ប្រាណវិញគេហាមមិនឲ្យទៅកន្លែងសូណាអីទេព្រោះវាក្តៅវាកាន់តែក្តៅទៅវាធ្វើឲ្យជំងឺហ្នឹងកាន់តែកើនបញ្ហាហ្នឹងឡើងបាទហើយកាហ្វេក៏ជាកត្តាដែរកាហ្វេក្តៅហើយបើសិនជាកាហ្វេមានកាហ្វេអ៊ីនច្រើនព្រោះគេថាកាហ្វេអ៊ីនហ្នឹងក៏ជាកត្តាមួយជំរុញឲ្យមានបញ្ហាជំងឺរ៉ូសាសៀននឹងធ្លាក់ឡើងឲ្យក្រហមនឹងដែរបាទចាអរគុណចាអញ្ចឹងជុំវិញទៅនឹងមុខក្រហមនេះជំរាបសួរផងដែរលោកចំណិតឃើញថាដូចថាយើងតែងតែនិយាយលេងមិត្តភ័ក្តិហើយមានការខឹងសបាហ្នឹងតែងតែឃើញតែការខឹងទៅធ្វើឲ្យមុខក្រហមហើយមួយវិញទៀតដូចជាជំងឺរសើបសុំទោសលោកគ្រូហើយមួយវិញទៀតដូចជាសំណួររសើបដល់បងប្អូនយុវវ័យដែរដែលគាត់ទៅតែនៅយុវវ័យគាត់ថាមានស្នេហាដំបូងគេប្រអាប់គាត់អញ្ចឹងណានេះខ្ញុំតែងតែឃើញមុខក្រហមដែរតែយ៉ាងម៉េចតែជាប្រភេទជំងឺឬគ្រាន់តែក្រហមមកផ្លែទេចាកត្តានេះជាកត្តាធម្មតាទេព្រោះបើសិនជាគាត់មាននៅក្នុងជំងឺរ៉ូសាសៀនហ្នឹងគេរកឃើញថានៅពេលដែលយើងចាប់ផ្ដើមមានការភ័យការអៀនការអីហ្នឹងគឺបេះដូងវាកាន់តែញាប់ខណៈញាប់ទៅវាធ្វើឲ្យសម្ពាធឈាមវាបុកមកជាពិសេសនៅផ្ទៃមុខដែលយើងសរសៃនៅម្ដុំនឹងច្រើនហ្នឹងវាធ្វើឲ្យយើងក្រហមនេះប៉ុន្តែក្រហមនេះមានតែរយៈពេលមួយខ្លីទេនៅពេលដែលគាត់ផ្លាស់ប្ដូរនៅអារម្មណ៍នៅអីមកវិញគឺបាត់មកវិញទេណានឹងមិនមែនជាជំងឺទេជាលក្ខណៈធម្មតាបាទចាសូមអរគុណច្រើនដល់ចំណិតបានបញ្យល់បន្ថែមដល់យើងបានជ្រាបផងដែរអញ្ចឹងតាក់ទងទៅនឹងការព្យាបាលវិញលោកចាំដិតចង់ដឹងថាជំងឺរ៉ូសាសៀដែលហៅថាជំងឺមុខក្រហមនោះតើពេលដែលជួបគ្រូពេទ្យតើតាក់ទងការធ្វើរោគវិនិច្ឆ័យធ្វើបែបណាហើយព្យាបាលបែបម៉េចវិញហើយព្យាបាលវាជាដាច់ទេក៏ឡើងមកវិញដែរទេចាចំពោះបញ្ហាមុននឹងយើងធ្វើការព្យាបាលហ្នឹងសំខាន់ផុតគឺគេចាប់ផ្ដើមរោគមើលរោគបញ្ឆ័យឲ្យប្រកាសសិនថាតើជាជំងឺរ៉ូសាសៀមែនទែនអត់ឬមួយក៏ជាជំងឺផ្សេងតន្ត្រីទៀតហ្នឹងណាព្រោះវាមានអាចច្រឡំជាមួយជំងឺផ្សេងទៀតដូចយើងមានថ្ងៃមុនខ្ញុំលើកឡើងអំពីជំងឺអង្គែក្បាលនិងមានក្រហមជួរមុខដូចគ្នាគឺប្រហែលគ្នាដែរយើងមើលទៅទី2យើងមានជំងឺមួយដែលត្រូវថ្ងៃអត់បានដែរគេហៅពពួកលុយពីពពួកលុយពីអីតែគេហៅលុយពីអីតែម៉ូតូសើហ្នឹងគឺភាសាអង់គ្លេសទេគឺក្រហមដូចមេអំបៅអញ្ចឹងក្រហមមុខនឹងផងដែរបាទអញ្ចឹងហើយបានមានជំងឺច្រើនមុខណាស់ហើយដូចជាជំងឺមុនក៏ជាកត្តាមួយច្រឡំមុខជាមួយនឹងជំងឺក្រហមមុខនឹងដែរអត់តម្រង់មួយវាមានមុនហ្នឹងគឺដូចគ្នាបាត់ហើយមានអាលៀកជុំវិញមាត់បាទអញ្ចឹងយើងមានជំងឺផ្សេងដែរប្រហែលជាមួយនឹងជំងឺរ៉ូសាសៀនហ្នឹងអញ្ចឹងហើយបានមានកត្តាមួយថាតើអញ្ចឹងត្រូវធ្វើរោគបញ្ឆ័យរបៀបម៉េចតែរោគបញ្ឆ័យមានន័យថារោគបញ្ឆ័យសំខាន់បំផុតគឺយើងធ្វើដើម្បីធ្វើការព្យាបាលបើយើងស្គាល់ថានឹងជាជំងឺរ៉ូសាសៀហើយព្រោះការព្យាបាលវាខុសគ្នាពីផ្នែកមួយទៅផ្នែកមួយជំងឺមួយទៅជំងឺមួយអញ្ចឹងទី1ធ្វើរោគបញ្ឆ័យរបៀបម៉េចរោគបញ្ឆ័យមួយទី1គឺយើងត្រូវស្គាល់អំពីទម្រង់ដែលយើងលើកឡើង4យ៉ាងហ្នឹងគឺយើងអាចពិនិត្យនឹងភ្នែក
បានន័យថាបើយើងមានបទពិសោធន៍ខាងឯកទេសខាងសាស្ត្រសម័យហ្នឹងយើងអាចមើលដឹងច្បាស់គឺទម្រង់ទី1អាចមានក្រហមអញ្ចឹងមកបន្ទាប់មកទៀតយើងរកមើលថាតើអាក្រហមហ្នឹងវាជាប់ទៅប៉ុន្មានហើយមានសរសៃឬទេហើយទី2គឺសំខាន់ផុតជាងសួរប្រវត្តិគាត់ថាពេលដែលយើងត្រូវថ្ងៃឬពេលដែលហូបអីខ្នៅទៅតើគាត់មានឡើងអញ្ចឹងឬទេហ្នឹងអញ្ចឹងគាត់មានប្រវត្តិរបស់គាត់ច្បាស់ហើយគាត់ថាឲ្យតែមានបញ្ហាហូបម្ទេសឬបញ្ហាអីហ្នឹងវាធ្វើឲ្យមុខគាត់ឡើងក្រហមឡើងអីចឹងម្ដងហ្នឹងហើយទី2គឺការរ៉ាំរ៉ៃនឹងតែម្ដងដែលគាត់ចូលមកគាត់ដឹងថាគឺមើលអត់ជាចិត្តតែមកហើយមកទៀតមកហើយទៀតហើយទី2យើងរកមើលទម្រង់ទី2វាដែលមានខ្ទុះនៅពីលើផ្ទៃក្រហមហ្នឹងហើយមានសរសៃទៀតគឺសំខាន់គឺយើងមើលទាំងសរសៃមើលទាំងអាហ្នឹងទាំងខ្ទុះទាំងក្របដូចក្របមុនហ្នឹងមានហ្នឹងទៅហើយមួយទៀតយើងឃើញជាទូទៅបើរ៉ាំរ៉ៃមែនតើយើងឃើញមានក្របឬក៏ប៉ោងចំោះតែម្ដងហើយយើងអាចដល់ពេលខ្លះរហូតដល់ប៉ោងជាពេលខ្លះរហូតដល់ផ្នែកក្រហមអញ្ចឹងទៅហ្នឹងហើយគឺការធ្វើរូបបញ្ឆ័យហើយមួយទៀតបើគិតមែនទេទៅរូបឆាយដតីទៀតមិនសូវជាសំខាន់នេះគឺដូចយើងទៅមើលឈាមមើលអីហ្នឹងមិនចាំបាច់ប្រមាណទេយើងអាចរកមើលសម្រាប់តែជំងឺផ្សេងដែលលាយឡំទេចំពោះការព្យាបាលយើងព្យាបាលមានទម្រង់ទៅតាមប្រភេទរបស់វាណាទម្រង់ទី1ដែលមានការក្រហមហ្នឹងគឺសំខាន់ផុតគឺយើងព្យាបាលដោយប្រើថ្នាំដោយថ្នាំទីគឺគេហៅថ្នាំលាបបាទថ្នាំលាបហ្នឹងគឺយើងមានពួកដូចជាគេហៅមេត្រូនីដាហ្សុលអាហ្នឹងគឺថ្នាំប្រភេទហ្នឹងគឺវាអាចទៅសម្រាប់ពួកគេហៅដេម៉ូដេកនោះដេម៉ូដេកដែលយើងនិយាយថាជាពពួកចៃដែលនៅខាងមុខយើងហ្នឹងនៅជាមួយជំងឺហ្នឹងហើយទី2វាអាចបំបត្តិក្រហមយើងអាចមានថ្នាំដតេទៀតដូចអាស៊ីឡូអិកអាស៊ីតមានអីចឹងគឺយកមកលាបចឹងហើយមានសំណើមមានអីចឹងគ្រប់មុខចឹងហើយជួនកាលការព្យាបាលហ្នឹងគេលាយគ្នាគេលាយជាមួយនឹងថ្នាំលេបដែលបកែនោះគឺអាចជាពពួកដុកស៊ីសៃក្លីនថ្នាំផ្សេងទៀតដែលពួកថ្នាំសាសមួយចំនួនទៀតដែលយើងលាយឡំនេះដើម្បីបំបត្តិពួកខ្ទុះពួកអីហ្នឹងបាទនេះគឺជាវិធីសាស្ត្រដែលយើងព្យាបាលក្រៅពីនេះយើងមានវិធីមួយទៀតបើចំោះគាត់ពេលខ្លះគាត់ប៉ោងខ្លាំងមែនទែននឹងខ្ញុំមានរូបដែរប៉ុន្តែមានប៉ោងខ្លាំងអញ្ចឹងគេអាចព្យាបាលដោយប្រើដូចយើងប្រើ laser វះកាត់អញ្ចឹងណាយកអាការ៉ានីលប៉ោងចេញពីចំោះគាត់នឹងហើយយើងព្យាបាលរបៀបអញ្ចឹងទៅហើយចំពោះការមុខក្រហមហ្នឹងគេប្រើវិធីមួយទៀតគេប្រើពពួក laserនឹង laser គឺគេបាញ់ធ្វើម៉េចឲ្យវាអាមុខយើងហ្នឹងវាគេហៅធ្វើឲ្យមានមកធម្មតាវិញគឺកាលណាយើងព្យាបាលដោយ laser ហ្នឹងគេហៅពួក IPL និងពួក IPL ហ្នឹងគេហៅ intensive line ហ្នឹងគឺបាទ PAL line ហ្នឹង PAL line មានន័យថាជាភាសាពេទ្យទេគឺគេបាញ់ទៅដើម្បីឲ្យវាបាត់ក្រហមហ្នឹងបាទការព្យាបាលហើយយើងអាចថ្នាំផ្សេងទៀតច្រើនមុខអញ្ចឹងហើយបានករណីខ្លះគឺបញ្ជួបពេទ្យបានពេទ្យអាចផ្ដល់ថ្នាំនឹងបានបាទអរគុណចាសូមអរគុណច្រើនដល់លោកចិត្តដែលបានរៀបរាប់អំពីការធ្វើរូបវិនិច្ឆ័យទៅលើមុខក្រហមក៏ដូចជានីតិវិធីនៃការព្យាបាលរបស់គ្រូពេទ្យចាអរគុណចាមែនតើចាអញ្ចឹងជំរាបសួរផងដែរលោកចិត្តចង់ដឹងថាជំងឺមុខក្រហមនេះតើវាមានអីបង្ការឬក៏ចាក់វ៉ាក់សាំងកុំឲ្យនឹងកើតដែរទេចាចំពោះបញ្ហាវ៉ាក់សាំងដូចអត់មានគេតម្រូវឲ្យធ្វើទេព្រោះខ្ញុំបានលើកឡើងលើកមុនដែរកាលណាយើងមានអាចបង្កមកពីពួកវីរីពួកអីបានយើងអាចធ្វើជាវ៉ាក់សាំងណាប៉ុន្តែជំងឺនេះមូលហេតុធំមែនតើហ្នឹងគឺយើងរកអត់ឃើញមែនតើគ្រាន់យើងដឹងថាកត្តាដែលបង្កហ្នឹងកត្តាដែលធ្វើឲ្យគេហៅ risk factor ដែលធ្វើឲ្យជំងឺនឹងកាន់តែធ្ងន់ហ្នឹងអញ្ចឹងកត្តាហ្នឹងហើយដែលយើងត្រូវតែបង្ការដូចថាយើងកុំឲ្យហូបរបស់ក្តៅហូបរបស់ណាដែលហិលយើងសម្រាប់បានច្រើនយើងនៅក្នុងម្លប់ឬក៏ចេញទៅថ្ងៃត្រូវមានការលាប sunscreen ឬក៏ពាក់មួកបង្ការកុំឲ្យវាត្រូវថ្ងៃខ្លាំងតែប៉ុណ្្នឹងទេនឹងជាកត្តាមួយដែលនឹងខ្ញុំលើកឡើងមកដែរថាហេតុជំងឺនេះតើវាមានផលវិបាកអីទៅសង្គមបាទគឺបញ្ហាមួយគឺគ្នាពិបាកមែនទែននៅពេលដែលជាពិសេសលើស្ត្រីទាំងតែម្ដងឲ្យតែគាត់មានបញ្ហាមុខក្រហមគឺគាត់ធ្វើឲ្យគាត់កាន់តែ stress ហើយយើងដឹងហើយកាលណាកាន់តែ stress ធ្វើឲ្យជំងឺរបស់គាត់នឹងកាន់តែមានផលវិបាកខ្លាំងឡើងនឹងហើយអញ្ចឹងហើយដែលគាត់ធ្វើឲ្យគាត់មានកិច្ចចេញពីពួកម៉ាក់បង្អាប់ទៅគាត់អៀនគាត់អីអញ្ចឹងចូលទៅរៀនចូលអីទៅប្រជុំទៅណាមកណៃអីគាត់ធ្វើឲ្យមាន
ប៉ះពាល់ទៅលើបញ្ហាគេហៅ quality of life មានន័យថាគុណភាពជីវិតរបស់គាត់ហ្នឹងចឹងហើយមានតែខ្លះគឺ stress មែនទែនគេចចេញពីគេហៅ isolate តែម្ដងជំងឺអស់ហ្នឹងហើយដែលជាជំងឺរ៉ាំរ៉ៃហើយតែគួរតែយើងមានការជួបគ្រូពេទ្យគ្រូអីហ្នឹងណាបាទអញ្ចឹងយើងអាចជួយមួយចំនួនបានធ្វើឲ្យគាត់បាត់ stress បាត់អីទៅក៏ជួយជំងឺព្យាបាលទៅក៏វិធូរតាមហ្នឹងទៅបាទចាសូមអរគុណច្រើនចាអញ្ចឹងជំរាបសួរបន្តផងដែរលោកចាំដិតចង់ដឹងថាអ្នកជំងឺមុខក្រហមហ្នឹងបន្ទាប់ពីព្យាបាលជាមួយគ្រូពេទ្យហើយតើរបបអាហារណាដែលគាត់គួរតែទទួលទានរបបអាហារណាគួរតែមិនទទួលទានចាជាទូទៅរបបអាហារដែលល្អហ្នឹងគឺមានបន្លែធម្មជាតិអីចឹងទៅបាទហ្នឹងក៏ជាការល្អហើយឲ្យគ្រប់មានវីតាមីនវាអីគ្រប់មុខទៅហើយដែលយើងគួរជៀសវាងអាហារដែលជៀសវាងគឺអាហារដែលមានជាតិហឹរឬមួយក៏អាហារណាដែលមានជាតិកាហ្វេអ៊ីនដែលធ្វើឲ្យគាត់នឹងកាន់តែជំងឺគាត់លោតឡើងមកវិញណាហ្នឹងហើយជាកត្តាមួយដែលគួរតែជៀសវាងចំណីដែលហឹរហ្នឹងបាទចាអរគុណចាអញ្ចឹងយើងនិយាយអំពីអ្នកដែលគាត់អត់ទាន់កើតជំងឺមុខក្រហមវិញគាត់អត់ទាន់កើតហើយគាត់គប្បីការពីខ្លួនបែបណាដើម្បីកុំឲ្យកើតជំងឺមុខក្រហមនេះចាដោយសារយើងបានលើកឡើងពីមូលហេតុវាអត់ច្បាស់ថាតើដឹងមកពីអីហ្នឹងណាប៉ុន្តែដឹងជាកត្តាប្រឈមដែលធ្វើឲ្យយើងកាន់តែកើតជំងឺហ្នឹងហើយកាន់តែធ្ងន់ហ្នឹងចាអញ្ចឹងជាវៀងទី1គឺបានន័យថាពេលដែលយើងកុំឲ្យត្រូវកម្ដៅថ្ងៃខ្លាំងហើយពេលមុជទឹកអីកុំឲ្យត្រូវក្ដៅខ្លាំងបាទហើយហូបចុកម្ទេសអីហ្នឹងបើសិនជាយើងអត់មានបញ្ហាក៏យើងហូបបានទេប៉ុន្តែបើយើងមានបញ្ហាមុខក្រហមហើយគួរតែជៀសវាងម្ទេសអីហ្នឹងហើយគេហៅចំណីដែរហឹរបាទចាអរគុណច្រើនដល់លោកប្រឌិតបានផ្ដល់ជាការការពារតើជាចុងក្រោយលោកប្រឌិតមានជាសារអប់រំឬក៏មតិផ្ដាំផ្ញើបែបណាដើម្បីជូនទៅដល់ប្រិមិត្តជុំវិញទៅនឹងប្រធានបទជំងឺមុខក្រហមចាសូមគ្រប់បាទជាទូទៅការផ្ដល់ជាយុទ្ធសាស្ត្រដើម្បីបើយើងកើតជាជំងឺរ៉ូសាសៀឬហៅថាជំងឺមុខក្រហមដែលរ៉ាំរ៉ៃនេះហើយគឺចាំបាច់មែនទែនមានតែវិធីមួយយ៉ាងទេគឺយើងបង្ការបាទយើងបង្ការអញ្ចឹងដើម្បីជៀសវាងកុំឲ្យជំងឺនឹងកាន់តែធ្ងន់ព្រោះកាន់តែរ៉ាំរ៉ៃទៅក៏ជាការពិបាកដែរទី1គឺគួរតែមានការមកជួបជាមួយគ្រូពេទ្យបាទដើម្បីពិនិត្យថាតើជំងឺនឹងជាជំងឺដែលបណ្ដាលមកពីអ្វីមួយដែលឬក៏ជាជំងឺរ៉ូសាសៀពិតប្រាកដមែនទេអត់ហ្នឹងណាហើយបើសិនជាករណីខ្លះបើសិនជាគាត់មកតន់ហើយគាត់យើងដឹងប្រវត្តិថាគាត់មកពីលាបថ្នាំទេធ្វើទៅមុខក្រហមមុខអីហ្នឹងទេអាហ្នឹងក៏ជាកត្តាមួយដែលយើងគួរតែមកជួបគ្រូពេទ្យនឹងណែនាំថាធ្វើរបៀបម៉េចព្រោះជាទូទៅអ្នកដែលមុខក្រហមក្រោយពីលាបថ្នាំដែលគាត់ប្រើប្រចាំមកឲ្យតែគាត់ផ្ដាច់គឺរមាស់ហ្នឹងហើយចឹងហើយដែលជាកត្តាមួយដែលធ្វើគាត់ពិបាកថាត្រូវដោះស្រាយរបៀបម៉េចហើយបើនៅក្នុងបញ្ហាគ្រូពេទ្យគាត់ដឹងគាត់ថាត្រូវប្រឈប់របៀបម៉េចតើយើងឲ្យថ្នាំមួយណាហើយបន្ថយរបៀបម៉េចទៅឲ្យជំងឺរបស់គាត់ហ្នឹងបានល្អប្រសើរមកវិញបាទចឹងជាការផ្ដាំផ្ញើគឺឲ្យតែមានបញ្ហាក្រហមមុខដែលយើងខុសពីប្រក្រតីទី1គឺជួបគ្រូពេទ្យនិងទី2គួរតែជៀសវាងនៅអ្វីដែលរបស់របរដែលក្តៅចំណីអាហារដែលហូបទៅដូចជាម្ទេសអីដែលហូបទៅវាក្តៅហ្នឹងវាធ្វើឲ្យជំងឺនឹងកាន់តែកើនឡើងបាទហើយការមុជទឹកក្តៅការចូលត្រាំកន្លែងទឹកក្តៅឬក៏ត្រូវថ្ងៃខ្លាំងហ្នឹងក៏យើងគួរជៀសវាងហើយជាពិសេសគឺជាតិកាហ្វេអ៊ីនកាហ្វេដែលមានកាហ្វេអ៊ីនខ្ពស់ហ្នឹងក៏គេហាមដែរបាទនេះជាបណ្ណាំចុងក្រោយដែលខ្ញុំបាទអរគុណចាសូមអរគុណច្រើនដល់លោកប្រឌិតបានផ្ដល់ជាសារអប់រំសង្ឃឹមថាបងប្អូនរបស់យើងនឹងធ្វើការអនុវត្តតាមនៅអ្វីដែលជាប្រសាសន៍ដ៏មានអត្ថន័យមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាចាដោយសារតែពេលវេលារបស់យើងគៀបដល់ទីបញ្ចប់ហើយនេះខ្ញុំសូមជម្រាបជូនប្រិមិត្តដែលកំពុងតែស្ដាប់ផងដែរបើសិនជាប្រិមិត្តមានជាបញ្ហាសើស្បែកគ្រប់ប្រភេទតែម្ដងប្រិមិត្តអាចស្វែងទៅរក Clinic សើស្បែកណង់ស៊ីបានតាមទូរស័ព្ទលេខ095 34 33 និង 36ចានេះខ្ញុំសូមជម្រាបជូនម្ដងទៀតចា Clinic សើស្បែកណង់ស៊ីគឺមានទូរស័ព្ទលេខ095 34 33 និង 36ចាដោយសារតែពេលវេលារបស់យើងមិនដល់ដល់បញ្ចប់នឹងខ្ញុំសូមគោរពថ្លែងអរគុណយ៉ាងជ្រាលជ្រៅទៅកាន់លោកច័ន្ទដិតដែលលោកច័ន្ទដិតតែងតែចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមចែករំលែក
នៅចំណេះដឹងក៏ដូចជាបទពិសោធន៍ដ៏ល្អៗដែលលោកមានដើម្បីជូនជាការចែករំលែកចំណេះដឹងទៅដល់ប្រជាពលរដ្ឋរបស់យើងសង្ឃឹមថាលោកអ្នកនឹងធ្វើការអនុវត្តតាមអ្វីដែលជាពិសេសគឺយើងទាំងអស់គ្នាត្រូវតែបង្កើននៅការការពារប្រសើរជាងទៅធ្វើការព្យាបាលផងដែរព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈអាយដាមលោកជំទាវលោកស្រីនិងកញ្ញាជាទីគោរពនិងជាទីមេត្រីនៅពេលនេះនីតិសុខភាពបានឈានដល់ទីបញ្ចប់សូមគ្រប់អរព្រះគុណសូមអរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានទស្សនាស្ដាប់នីតិនេះតាំងពីដើមរហូតដល់ចប់និងសូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងនៃការសម្របសម្រួលបើសិនជាមានករណីខុសឆ្គងដោយប្រការណាមួយជាចុងក្រោយនេះខ្ញុំសូមគ្រប់ប្រគិនពរសូមគ្រប់ជូនពរដល់វេក្ខមិនកិត្តិយសសូមបានប្រកបទៅដោយក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្តដើម្បីសមត្ថភាពខ្ពស់និងប្រកបដោយគុណធម៌នៅក្នុងក្រុមគ្រួសារនិងសង្គមជាតិទាំងមូលនៅពេលនេះខ្ញុំព្រះករុណានិងខ្ញុំភូមិលក្ខណារួមជាមួយនឹងវេក្ខមិនកិត្តិយសសូមអរព្រះគុណសូមអរគុណនិងសូមគោរពជម្រាបលាបាទសូមគោរពលាបាទ